សមរភូមិប្រាសាទព្រះវិហារកំពុងឆេះក្តៅខ្លាំងកម្ពុជាវាយបោកការពីអធិបតេយ្យភាពយ៉ាងម៉ឺងម៉ាត់គិតត្រឹមថ្ងៃទី25ខែធ្នូឆ្នាំ2025នេះយោធាថៃបានបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លានៅទិសយោធាភូមិភាគទី4ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ហក់បំពេញដែនអាកាសជាការឆ្លើយតបកងពលកំភ្លើងធំ BM21 របស់កម្ពុជាបានចេញប្រតិបត្តិការវាយបោកវិញភ្លាមបង្កឲ្យមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅសមរភូមិជួរមុខសួស្តីទស្សនិកជនជាទីគោរពជំរាបសួរជនរួមជាតិជាទីស្នេហាវីដេអូនេះយើងនឹងធ្វើការវិភាគស្ថានភាពតានតឹងដែលកំពុងត្រូវបានរាយការណ៍នៅតំបន់ប្រាសាទព្រះវិហារដែលផ្អែកលើព័ត៌មានសាធារណៈនិងការវិភាគបែបអបជក្រិតសូចងចាំថាព័ត៌មានខ្លះនៅតែត្រូវការបញ្ជាក់ពីប្រភពផ្លូវការតំបន់ប្រាសាទព្រះវិហារគឺជាតំបន់ដែលមានប្រវត្តិសាស្ត្រយូរអង្វែងនិងមានភាពរសើបខ្លាំងផ្នែកអធិបតេយ្យភាពក្នុងអតីតកាលតំបន់នេះធ្លាប់មានភាពតានតឹងជាច្រើនលើកហើយជាញឹកញាប់ត្រូវបានគេយកមកពិភាក្សានៃកម្រិតការទូតនិងអន្តរជាតិគិតត្រឹមថ្ងៃទី25ខែធ្នូឆ្នាំ2025នេះមានសេចក្តីរាយការណ៍និងការចែកចំណាយព័ត៌មានតាមបណ្ដាញសង្គមថាស្ថានភាពនៅជុំវិញតំបន់ព្រះវិហារមានភាពតានតឹងកើនឡើងកម្ពុជាវាយបកការពីអធិបតេយ្យភាពយ៉ាងម៉ឺងម៉ាត់គិតត្រឹមថ្ងៃទី25ខែធ្នូឆ្នាំ2025នេះយោធាថៃបានបង្កើនការវាយប្រហារយ៉ាងខ្លាំងក្លានៅទិសយោធាភូមិភាគទី4ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ហោះបំពេញដែនអាកាសជាការឆ្លើយតបកងពលកំភ្លើងធំ BM21 របស់កម្ពុជាបានចេញប្រតិបត្តិការវាយបកវិញភ្លាមបង្កឲ្យមានការផ្ទុះឆេះយ៉ាងសន្ធោសន្ធៅនៅសមរភូមិជួរមុខតាមការវិភាគបែបយោធាទូទៅការបង្ហាញសមត្ថភាពយោធាចង់បន្លាយប្រជាជនកម្ពុជានៅតំបន់រសែបគឺជាវិធីមួយដែលប្រទេសជាច្រើនប្រើដើម្បីបញ្ជាក់ជំហររបស់ខ្លួនតាំងខ្លួនជាបងធំទូយ៉ាងណាការប្រើកម្លាំងមិនមែនជាជំរឿនល្អបំផុតឡើយព្រោះវាបាននាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរទាំងផ្នែកសន្តិសុខនិងមនុស្សធម៌ហើយប្រជារាស្ត្រជាច្រើនត្រូវរងគ្រោះការវាយប្រហាររបស់ថៃមកលើកម្ពុជាអាចមានសេណារីយ៉ូសំខាន់3 1. ភាគីទាំងសងខាងបន្តគ្រប់គ្រងភាពតានតឹងនៅកម្រិតទាប 2. ការចូលរួមសម្របសម្រាលពីភាគីទី3ដូចជាអាស៊ាន 3. ការបញ្ជូនបញ្ហាទៅកម្រិតការទូតជាផ្លូវការក្នុងចំណោមនេះដំណោះស្រាយតាមការទូតត្រូវបានមើលឃើញថាមានភាពអាចកើតមានខ្ពស់ជាងគេអ្វីដែលគួរឲ្យយកចិត្តទុកដាក់បំផុតគឺសុវត្ថិភាពប្រជាពលរដ្ឋនៅតំបន់ជិតខាងប្រវត្តិសាស្ត្របង្ហាញថាជំលក់មិននាំមកនូវផលចំណេញយូរអង្វែងឡើយមានតែការខាត់បងនិងភាពមិនច្បាស់លាស់LES Edu Talk នឹងបន្តតាមដាននិងវិភាគព័ត៌មាននេះដោយផ្អែកលើប្រភពដែលអាចទុកចិត្តបាននិងការពិចារណាបែបអបជក្រិតសូមអរគុណចំពោះការទស្សនាហើយសូម Subscribe ដើម្បីទទួលបានវីដេអូវិភាគព័ត៌មានចំណេះដឹងនិងប្រវត្តិសាស្ត្រជាប្រចាំ